នេះជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមចាបងប្អូនស្ត្រីលោកអ្នកកំពុងតែនៅជាមួយនឹងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមមេរៀនប្រលឹងវិញ្ញាណរបស់យើងនៅថ្ងៃនេះនិយាយអំពីការខ្វៀលកូនរបស់យើងបាទបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាយើងចូលចិត្តរិះរកនៅអ្វីដែលយើងហៅថាគន្លឹះនៃសេចក្តីជំនឿពោលគឺវិធីសាស្ត្រឬក៏តិចនិចដែលអាចយកទៅអនុវត្តជាក់ស្ដែងបានសម្រាប់ការរស់នៅជាជីវិតបែបគ្រីស្ទបរិស័ទចាប៉ិតណាបងសុផលនៅពេលដែលយើងអានពេលដែលយើងស្ដាប់ការអធិប្បាយហើយពេលដែលយើងនិយាយទៅកាន់នរណាម្នាក់យើងតែងតែស្វែងរកនៅការយល់ដឹងអំពីរបៀបដែលគ្រីស្ទបរិស័ទផ្សេងទៀតរស់នៅស្របតាមជំនឿរបស់ខ្លួននៅក្នុងការអនុវត្តជាក់ស្ដែងណាមួយផងដែរបាទត្រូវហើយពិសីយើងម្នាក់តែងតែរៀននិងយកគំរូពីអ្នកដែលមានទីបន្ទាល់ល្អឬក៏គំរូបង្ហាញអំពីគំរូល្អដល់មនុស្សជុំវិញខ្លួនជាពិសេសជាមនុស្សម្នាក់ដែលកោតខ្លាចព្រះពិតប្រាកដបន្ទាបខ្លួនមិនមានអំនួតនិងមានភាពជាអ្នកដឹកនាំយ៉ាងប្រសើរហើយបម្រើដល់អ្នកដទៃចេញពីចិត្តចាត្រូវហើយបងសុផលកាលពីមុនយើងបានចែករំលែកនៅរបៀបដែលអាចយកទៅអនុវត្តបានជាក់ស្ដែងដែលមានសារៈសំខាន់មួយអំពីការបង្ហាញពីភាពជាអ្នកដឹកនាំដែលចេះបម្រើហើយនឹងរបៀបរៀបចំការអធិដ្ឋានតែថ្ងៃនេះយើងនឹងបដូរមកប្រធានបទនៃការចិញ្ចឹមបីបាច់ថែរក្សាកូនវិញម្ដងបាទពិសីយើងនឹងយល់ឃើញថាឪពុកម្ដាយគ្រប់រូបមានការពិបាកក្នុងការខ្វៀលកូនចិញ្ចឹមកូនចៅរបស់ខ្លួនឲ្យបានល្អគ្រប់គ្រាន់ជាពិសេសការខ្វៀលកូនរបស់ពួកគេផ្ទាល់ខ្លួនតែម្ដងវាងាយស្រួលគ្រប់គ្រាន់ក្នុងការជុំគ្នាថ្វាយបង្គំជាលក្ខណៈបែបគ្រួសារប៉ុន្តែចុះយ៉ាងណាចំពោះកង្វល់ឬតម្រូវការជាក់លាក់របស់កូនម្នាក់នោះយ៉ាងម៉េចទៅវិញចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នានៅពេលដែលយើងសម្រួលទំនួលខុសត្រូវផ្សេងក្នុងជីវិតហើយនោះចិត្តគំនិតរបស់កូនចៅរបស់យើងអាចคล้ายទៅជាការគិតបន្ទាប់វិញលោក Brian Cross បានផ្ដល់នូវផែនការដ៏សាមញ្ញមួយអំពីការខ្វៀលកូនរបស់គាត់ហើយវាគឺសាមញ្ញណាស់ដូចជាការទុកពេលវេលាពី3នាទីមុនពេលបញ្ចប់ការងារអញ្ចឹងនេះជារបៀបដែលវាដំណើរការគាត់ដាក់វេនឲ្យកូនរបស់គាត់ម្នាក់ឲ្យក្រចូលគេងជាងយប់ធម្មតានៅពេលដែលកូនផ្សេងទៀតចូលគេងកូនដែលដល់វេនត្រូវនៅហើយជួបពួកគាត់អានបទគម្ពីរខ្លីៗដែលគាត់នឹងអធិប្បាយនៅសប្តាហ៍នេះរួចហើយធ្វើការពិភាក្សាបន្ទាប់មកទៀតលោកឪពុកក៏បានអានមួយចំពោះពីសៀវភៅដែលកូនគាត់បានជ្រើសរើសរួចពីនឹងលោក Brian ក៏សួរថាមានអ្វីដែលចង់ឲ្យគាត់អធិដ្ឋានឲ្យដែរឬទេគាត់អធិដ្ឋានសម្រាប់កូនគាត់រួចហើយគាត់ក៏នាំកូនគាត់ចូលគេងបាទបងប្អូនអ្នកស្ដាប់ធ្វើតែប៉ុណ្ណឹងការគ្រាន់តែចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះប៉ុន្តែវាផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយចំនួនវាគឺជាការលើកទឹកចិត្តដល់ប្រពន្ធរបស់គាត់ពេលដែលប្រពន្ធរបស់គាត់ឃើញប្តីរបស់ខ្លួនទូមានកូនចៅវាក៏បានផ្ដល់ឲ្យគាត់នូវសមត្ថភាពដើម្បីលើកទឹកចិត្តបុរសផ្សេងទៀតនៅក្នុងការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនកូនចៅរបស់ពួកគេឲ្យក្លាយជាសិស្សហើយដើរតាមនៅក្នុងជំនឿអង្គព្រះយេស៊ូវគ្រីស្ទហើយមែនទែនទៅវាក៏បានផ្ដល់ឲ្យគាត់នៅឱកាសយ៉ាងទៀងទាត់និងឱកាសលះបង់កម្លាំងកាយចិត្តដើម្បីថែទាំព្រលឹងវិញ្ញាណកូនរបស់គាត់ផងដែរពិសីវាជាវិធីសាស្ត្រដ៏សាមញ្ញហើយវាត្រូវការតែពេលវេលានិងការបែងចែកពេលវេលាតែបន្តិចបន្តួចប៉ុណ្ណោះចាត្រូវឲ្យបងសុផលបើអាចអនុវត្តបានពិតជាល្អណាស់បាទពិតមែនណាស់ពិសីចាយើងយល់ឃើញថាឪពុកម្ដាយគ្រប់រូបពិតជាមានការពិបាកក្នុងការខ្វៀលកូនរបស់ខ្លួនឲ្យបានល្អគ្រប់គ្រាន់ជាពិសេសគឺការខ្វៀលពួកគេម្នាក់ផ្ទាល់តែម្ដងវាងាយស្រួលគ្រប់គ្រាន់ល្មមក្នុងការជួបជុំគ្នាថ្វាយបង្គំជាលក្ខណៈបែបគ្រួសារនេះជាវិធីដែលយើងជាឪពុកម្ដាយអាចធ្វើបានក្នុងការខ្វៀលកូនរបស់យើងតាមរបៀបដែលព្រះបន្ទូលបានចែងយ៉ាងហោចណាស់ក៏ពួកគេមានព្រះបន្ទូលដើម្បីជាចង្គៀងបំភ្លឺដល់ផ្លូវរបស់ពួកគេផងដែរនៅពេលដែលពួកគេចេញទៅប្រឡូកក្នុងសង្គមខាងក្រៅនិងនៅឆ្ងាយពីយើងនោះយើងរៀងមានទំនុកចិត្តចំពោះពួកគេមែនទេបងបាទត្រូវហើយពិសីក៏ដូចជាបងប្អូនអ្នកស្ដាប់ក្នុងនាមយើងជាគ្រិស្តបរិស័ទយើងពិតជាមានអំណរអរគុណខ្លាំងណាស់
បើសិនជាកូនរបស់យើងនៅជាប់ជាមួយព្រះបន្ទូលរបស់ព្រះមែនអត់ចាពីព្រោះវាប្រៀបដូចជាខែលការពារពួកគេឲ្យមានសុវត្ថិភាពហើយយើងក៏ជាឪពុកម្ដាយក៏មិនសូវមានការព្រួយបារម្ភពីពួកគេច្រើនផងដែរព្រោះពួកគេនឹងមានព្រះបន្ទូលចាំជួយតម្រង់ផ្លូវរបស់ពួកគេជាមិនខាននោះឡើយយ៉ាងហោចណាស់ក៏គេដឹងថាព្រះកំពុងតែទតមើលពួកគេរាល់ទង្វើដែលពួកគេបានកំពុងអនុវត្តផងដែរចឹងពួកគេនឹងចេះប្រុងប្រយ័ត្ននឹងការពារខ្លួនជាពិសេសគឺគេកោតខ្លាចព្រះតែម្ដងចាត្រូវបងសុផលដូចនៅក្នុងព្រះគម្ពីរសុភាសិតចំពោះ22ខ6បានចែងថាចូលបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដល់រាបដល់ចាស់បាទរីឯនៅក្នុងព្រះគម្ពីរសុភាសិតចំពុក23ខ15ដល់ខ16ក៏បានចែងផងដែរថាកូនអើយបើចិត្តឯងប្រកបដោយប្រាជ្ញានោះចិត្តឯងនឹងមានសេចក្តីអំណរគឺចិត្តរបស់ឪពុកនោះឯងចិត្តថ្លើមឯងនឹងរីករាយឡើងក្នុងការដែលបបោមាត់ឯងពោលសេចក្តីដែលត្រឹមត្រូវចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសង្ឃឹមថាមេរៀនរបស់យើងនៅថ្ងៃនេះជាចំណេះដឹងមួយដល់ឪពុកម្ដាយជាគ្រីស្ទបរិស័ទបន្ថែមទៀតពីការជួយសម្រួលនិងតម្រង់ផ្លូវរបស់កូនយើងឲ្យដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ពីតូចផងដែរនោះវាក៏បានជួយសម្រួលដល់ការងាររបស់យើងមួយកម្រិតទៀតផងដែរពីការខ្វល់ខ្វាយនិងឈឺក្បាលតាមតម្រង់ផ្លូវពួកគេនៅពេលដែលពួកគេធំឡើងចាបងប្អូនអ្នកស្ដាប់មេរៀនរបស់យើងនៅថ្ងៃនេះបានបញ្ចប់ហើយចាមេរៀនរបស់យើងនៅថ្ងៃនេះបានកែសម្រួលនិងដកស្រង់ចេញពីអត្ថបទផ្លូវពិតបាទបងប្អូនអ្នកស្ដាប់មេរៀនរបស់យើងនៅថ្ងៃនេះបានបញ្ចប់ហើយសង្ឃឹមថាមេរៀនរបស់យើងនៅថ្ងៃនេះបានជួយលើកទឹកចិត្តនិងជួយជាគំនិតដល់បងប្អូនដែលជាឪពុកម្ដាយគ្រឹះបរិស័ទក្នុងការខ្វៀលកូនមើលថែកូនដោយជួយកែតម្រូវតម្រង់ផ្លូវនិងទូមានពួកគេឲ្យคล้ายទៅជាមនុស្សម្នាក់មានក្របពូជមានព្រះបន្ទូលលូតលាស់ល្អជាប់ជាមួយនឹងពួកគេជានិច្ចយើងទាំងពីរអ្នកពិតជាចង់ឃើញកូនរបស់យើងឬក៏កូនអស់លោកអ្នកបងប្អូនដែលកំពុងតែស្ដាប់កម្មវិធីរបស់យើងនេះបានកោតខ្លាចព្រះនិងជឿព្រះស្ដាប់បង្គាប់ព្រះជាជាងស្ដាប់បង្គាប់យើងជាឪពុកម្ដាយនៃសាច់ឈាមទៅទៀតបាទបងប្អូនទាំងអស់គ្នាដោយសារពេលវេលារបស់យើងមានកំណត់ពេលនេះសូមបងប្អូនចំណាយពេលចូលរួមអធិដ្ឋានជាមួយនឹងពិសីទាំងអស់គ្នាដើម្បីសូមជំនួយនិងប្រាជ្ញាពីព្រះជាម្ចាស់បន្ថែមទៀតក្នុងការចិញ្ចឹមបីបាច់និងកែតម្រង់ផ្លូវកូនរបស់យើងបន្តទៀតបាទនៅពេលនេះសូមអញ្ជើញអធិដ្ឋានជាមួយនឹងពិសីព្រះវរបិតាដែលគង់នៅស្ថានសួគ៌គុណសូមអរព្រះគុណទ្រង់ដែលបានដាក់កូនទាំងអស់គ្នាឲ្យមានទំនួលខុសត្រូវចំពោះកូនរបស់កូនម្នាក់វាមិនមែនជារឿងដែលងាយស្រួលទេក្នុងការដែលខ្វៀលកូនរបស់យើងប៉ុន្តែដោយសារតែប្រាជ្ញានិងអំណោយទានមកពីទ្រង់សូមដឹកនាំកូនទាំងអស់គ្នាបន្តទៀតក្នុងការធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់និងមានអំណរផងដែរសូមកុំឲ្យវាជាបន្ទុកជាហេតុនាំឲ្យកូននឿយណាយឬរអ៊ូរទាំពីទំនួលខុសត្រូវក្នុងនាមជាឪពុកម្ដាយឡើយត្បិតទ្រង់បានប្រៀបដូចជាឪពុកដែលតែងតែខ្វៀលតម្រង់ផ្លូវនិងពេលខ្លះត្រូវវាផ្ចាកូនដូចគ្នាកូនសូមថ្វាយបងប្អូនអ្នកស្ដាប់ទាំងអស់ទៅក្នុងព្រះហស្ថដ៏មានអំណាចព្រះចេស្តារបស់ទ្រង់សូមคุ้មគ្រងប្រទានពរនិងការពារបងប្អូនអ្នកស្ដាប់ទាំងអស់អំពីអំពើបាបទាំងឡាយផងកូនសូមអធិដ្ឋានដោយនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបានដល់ពេលវេលាដែលត្រូវគ្រប់លាបងប្អូនស្ត្រីហើយយើងទាំងពីរអ្នកសង្ឃឹមថាពីកម្មវិធីរបស់យើងនៅថ្ងៃនេះនឹងបានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាបងប្អូននឹងយកអ្វីដែលយើងខ្ញុំបានជម្រាបជូននៅថ្ងៃនេះទៅពិចារណានិងអនុវត្តនៅក្នុងជីវិតរបស់យើងផងដែរចាបងប្អូនស្ត្រីប្រសិនបើបងប្អូនមានចម្ងល់ឬក៏ចង់ដាក់ដង្វាយនៅក្នុងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបងប្អូនអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ092 60 60 51គឺលេខ092 60 60 51ឬតាមរយៈ Telegram លេខ092 60 60 51គឺលេខ092 60 60 51ឬតាមរយៈ Facebook Page និង TikTok ឈ្មោះកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមនោះយើងនឹងរីករាយស្វាគមន៍ដល់អ្នកកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមផលិតឡើងដោយអង្គការសកលកម្ពុជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមសូមលំអោនការជម្រាបលាប្រិយមិត្តស្ដាប់ត្រឹមតែប៉ុណ្ណេះសិន
ចាសន្យាថានឹងវិលមកជួបគ្នាម្ដងទៀតនៅសប្តាហ៍ក្រោយតាមពេលវេលាដដែលនិងម៉ោងដដែលព្រោះនៅត្រូវតែមានសង្ឃឹមសូមជម្រាបលាសូមព្រះប្រទានពរ